ហើយពោពីងទូថាសូមករណាស្ដេចទ្រង់ជ្រាបតបិនស័នអន្តន្ទាទុំពលភាពបំក្រៃក្រាំងទន្ទឹងព្រះធម៌ថ្លៃជានិស័យបច្ច័យច្បាំងអីលើទ្រង់បានត្រាស់ត្រេកអរណាស់ពុំកន្តើយសាន់ខ្លាំងក្រាស់ដោយកាមមិនយល់តាមត្រៃលះឡើយអីលើយល់ខ្លាំងហើយដោយអំណាចព្រះមានបំបានស្ដាប់ទេសនាបញ្ញាខ្លាំងលើមុនសូមព្រះដ៏មានបុណ្យទ្រង់និមន្តព្រះអង្គទេសនាព្រះអង្គស័ន្នបំបត្តិសាទាំងរាគរោគរូបតណ្ហាងឹតឲ្យប្រែថ្លាការបញ្ញាភ័យយោត្រៃលោកគង់ត្រៃលក្ខសង្សារចក្រវើមន្តអវិជ្ជាជារឹងគល់ជាបច្ច័យនៃសង្ខារនាំសត្វឲ្យសោកសៅលិចលងទៅក្នុងសង្សារបញ្ចមេ
มะนโมตนีសូមអនុមោទនាស្ដាប់ពធទេសនាសូមអនុមោទនាមិនរៀងខុសបច្ចេកទេសតិចយោអត់ដែរស្មូតណាចង់ភ្លេចបត់វគ្គนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะរីកិរិយានមស្ការចំពោះគុណនៃព្រះរតនៈទាំង3មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាតតនន្តរងធម្មងទេសេសាមិបន្ទាប់អំពីកិរិយាធ្វើបទនមស្ការចំពោះគុណនៃព្រះរតនត្រ័យទាំង3រួចហើយដោយអំណាចនៃពុទ្ធានុភាពធម្មានុភាពសង្ឃានុភាពចូលចម្រុងចម្រើនកើតមានដល់ពុទ្ធសាសនិកជនទាំងឡាយមានព្រះតេជគុណព្រះបិតាសង្ឃព្រះនាមឡាយធัวដែលកំពុងតែមានរោគាពាធនៅក្នុងរជ្ជកាលនាពេលបច្ចុប្បន្ននេះនឹងដល់ប្រការណាប្រគុណម្ចាស់ទាំងឡាយដែលមានវត្តមាននៅក្នុងឱកាសពេលនេះមួយអន្លើដោយញោមម្ចាស់ដែលជាគណៈរួមនឹងគណៈកម្មការពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់ដែលបានអញ្ជើញមកអំពីទីចិត្តទីឆ្ងាយបង្អោនកាយវិចារចិត្តដើម្បីនឹងរួបរวมគ្នាប្រពនៅកម្មវិធីបុណ្យសម្ពវរណាប្រសង់ចូលព្រះវសានៅក្នុងវត្តធម្មរតនរាំងសីយ៉ាងនេះសូមឲ្យបាននៅពុទ្ធពរទាំងឡាយ4ប្រការទី1គឺអាយុសូមឲ្យបាននៅជនមាយុយឺនយូរជាង100ព្រះវសាទី2វណ្ណៈបរិបូរដោយពណ៌សម្បកកាយស្រស់ផូរផង់ល្អទី3សុខៈសូមឲ្យសុខកាយសบายចិត្តឥតព្រួយបារម្ភទាំងយប់ទាំងថ្ងៃសុខទាំងពីដើសុខទាំងពីដេកនិងពលៈបរិបូរដោយកម្លាំងកាយនិងកម្លាំងសទ្ធាជាពិសេសគឺបរិបូរដោយកម្លាំងប្រាជ្ញាដើម្បីកាប់ឆ្ការនៅអកុសលទាំងឡាយដែលតែងតែមករួមរិទ្ធក្នុងរជ្ជកាលយើងគ្រប់រូបនេះឲ្យបានវិនិច្ឆ័យចាត់ចាយដោយអំណាចនៃព្រះពុទ្ធរតនៈនេះសូមបានញាតិញោមបានសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាទៅអង្គនៅក្នុងឱកាសពេលនេះបន្ទាប់ពីញាតិញោមជាពុទ្ធបរិស័ទទាំងឡាយបានធ្វើកិច្ចតាមបែបព្រះពុទ្ធសាសនាគឺមានពិធីដង្ហែទានព្រះវសាដើម្បីនឹងយកមកវេប្រគេនដល់ព្រះភិក្ខុសង្ឃហើយក្នុងនោះដែរក៏មានពិធីសូត្រនមស្ការព្រះរតនត្រ័យហើយសមាទានសិលក៏និមន្តព្រះសង្ឃដើម្បីចម្រើនព្រះបរិត្តមិនតែប៉ុណ្ណោះនៅក្នុងឱកាសពេលនេះទៀតសោតពុទ្ធបរិស័ទក៏មានសេចក្តីជ្រះថ្លាដើម្បីនឹងប្រារព្ធពិធីសម្ដែងនៅព្រះធម៌ទេសនាដោយខ្ញុំប្រកាសណាអាត្មាភាពដែលជាអ្នកទទួលនៅភារៈជាអ្នកសម្ដែងនៅក្នុងឱកាសពេលនេះចឹងទេក្រែងលោកការសម្ដែងរបស់អង្គខ្ញុំប្រកាសណាសម្ដែងទៅមានការលឺលួសខ្វះខាតបត់បាតអក្ខរជនជាអ្នកសេចក្តីមិនគប្បីឬក៏ទឹកចិត្តរបស់ញាតិញោមយ៉ាងណានោះក៏សូមមេត្តាខន្តីនិងអធ្យាស្រ័យព្រោះថាការចេះចាំវាតិចហើយភ្លេចនោះគឺច្រើនណាស់ការមើលការចាំហ្នឹងគឺចេះតែវិវត្តអីគឺវិវត្តខួរក្បាលហ្នឹងវាមិនសូវចាំអញ្ចឹងទេក្រែងលោកការសម្ដែងទៅតែការសម្ដែងដូចជាធ្លាប់ស្ដាប់ការសម្ដែងដូចជាមិនពិរោះ
ก็ប៉ុន្តែការស្ដាប់ពធព្រោះគឺស្ដាប់ច្រើនញាតិញោមសប្តាហ៍នេះគឺបរិបូរទៅដោយអាហារគឺធម៌គឺផ្លូវចិត្តរបស់យើងបានទទួលច្រើនណាស់បើយើងស្ដាប់ណាប៉ុន្តែមិនដឹងថាញាតិញោមស្ដាប់បានប៉ុណ្ណាហើយចាំបានប៉ុណ្ណាប៉ុន្តែសប្តាហ៍នេះបរិបូរណាស់អាហារធម៌ហ្នឹងគឺបរិបូរញាតិញោមអាចយកមកស្ដាប់តាមឡានក៏បានតាមកន្លែងធ្វើការក៏បានព្រោះគឺយើងស្ដាប់បានគ្រប់ពេលគ្រប់វេលាក៏ប៉ុន្តែការស្ដាប់ទាំងអស់នោះគឺมันប្រកបទៅដោយដូចថាលក្ខណៈក្នុងការគោរពនោះគ្រប់គ្រាន់ទេព្រោះថាយើងស្ដាប់នៅផ្ទះពេលខ្លះក៏យើងដើរទៅហើយពេលខ្លះក៏អារម្មណ៍ស្ដាប់ទៅហើយពេលខ្លះទៀតអារម្មណ៍យើងក៏មិនបាននៅក្នុងធម៌នឹងទេហើយចឹងទៅការស្ដាប់នឹងមិនបានគោរពឲ្យបានគ្រប់លក្ខណៈនោះទេអញ្ចឹងការអញ្ជើញមកការអញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យហើយបានស្ដាប់ពធក្នុងឱកាសពេលនេះទោះបីជាប្រធរនោះខ្លីក្តីវែងក្តីចូលចិត្តក្តីមិនចូលចិត្តក្តីក៏ប៉ុន្តែញាតិញោមជាពុទ្ធបរិស័ទទាំងឡាយគឺបានការគោរពបានការគោរពដោយបាននមស្ការចំពោះព្រះរតនត្រ័យហើយបានថ្វាយបង្គំព្រះសង្ឃហើយដល់ពេលព្រះសង្ឃសម្ដែងធម៌ញាតិញោមអង្គុយស្ដាប់បានយ៉ាងស្ងប់ស្ងៀមហ្នឹងចូលក្នុងសមាធិហើយកាលណាបើយើងស្ងាត់ស្ងៀមអញ្ចឹងយើងស្ដាប់ទៅទោះបីជាស្ដាប់បានតិចបានច្រើនប៉ុន្តែអារម្មណ៍យើងមិនសូវជារវល់ជាមួយនឹងកិច្ចការខាងក្រៅទេព្រោះយើងមូលទៅក្នុងតែការស្ដាប់ពធដូច្នេះបុណ្យកុសលរបស់យើងបានច្រើនជាងការស្ដាប់នៅតាមនេះប៉ុន្តែការសន្សំបញ្ញាមិនប្រកាសថាមកស្ដាប់នៅទីនេះបានបញ្ញាច្រើនជាងស្ដាប់នេះនោះទេគឺថាយើងស្ដាប់តាមនេះតាម YouTube អ៊ីនធឺណិតហ្នឹងសិតតែបានបញ្ញាទាំងអស់ព្រោះបានបញ្ញាទាំងអស់ប៉ុន្តែគ្រាន់តែថាការគោរពយើងបានអញ្ជើញមកដល់វត្តគឺយើងបានទទួលការគោរពនឹងគ្រប់គ្រាន់ព្រោះឲ្យបុណ្យកុសលហ្នឹងក៏ចម្រើនឲ្យញាតិញោមនឹងបានច្រើនចឹងដែរព្រោះអានេះគ្រាន់តែជាការប្រពហើយថ្ងៃនេះញាតិញោមទាំងអស់គ្នាបានដឹងហើយព្រោះអញ្ជើញមកក្នុងថ្ងៃនេះគឺគោលបំណងដើម្បីពវរណាព្រះសង្ឃចូលកាន់ព្រះវស្សាព្រោះហើយតាំងកាពិតវត្តយើងហ្នឹងព្រះសង្ឃពវរណាមុនញាតិញោមបាត់ទៅហើយព្រោះអតិថិឋានចូលវស្សាហ្នឹងមុនហើយដោយសារអីដោយសារតែទីកន្លែងនីមួយគឺខុសគ្នាបរិជានិច្ចកម្ពុជាយើងនោះគឺពវរណាបានមុនព្រោះហើយញាតិញោមដែលធ្វើពិធីក្នុងថ្ងៃនេះគឺយើងត្រូវធ្វើថ្ងៃ15កើតដើម្បីពវរណាលោកព្រោះថ្ងៃ100គឺលោកចាប់ផ្ដើមអធិដ្ឋានកំណត់ភាសាកំណត់ទីដៅដែលលោកត្រូវគង់នៅព្រោះហើយចុះញាតិញោមជាពុទ្ធបរិស័ទទាំងឡាយការអញ្ជើញមកក្នុងថ្ងៃនេះគឺថាចុះបើយើងមិនអញ្ជើញមកទេតើលោកចូលភាសាបានអត់ព្រោះថាប្រសងគឺពិតជាចូលភាសាបានព្រោះឲ្យតែរដូវដែលត្រូវពវរណាចូលភាសាគឺចាប់ពីថ្ងៃ100ខែអាសត់ខែអាសាឍរហូតទៅដល់100ខែអាសត់គឺ15កើតខែអាសត់គឺថាប្រសងគឺត្រូវតែរកទីកន្លែងដើម្បីកំណត់ទីតាំងច្បាស់លាស់គង់ឲ្យបានគ្រប់3ខែកុំឲ្យកន្លងរាត្រីព្រោះអញ្ចឹងហេតុអ្វីបានចាំញាតិញោមជាពុទ្ធបរិស័ទមកពវរណាព្រោះអានេះគឺថាយើងធ្វើដោយការពវរណារបស់ព្រះសង្ឃនេះគឺយើងធ្វើទៅតាមពុទ្ធវិន័យនៃព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃទាំងឡាយនេះគង់ចាំព្រះវស្សាហើយពុទ្ធបរិស័ទទាំងឡាយនេះមានវិន័យសម្រាប់មកចាំព្រះវស្សាដោយព្រះសង្ឃដែរព្រះអង្គបញ្ញត្តិដែរឬថាព្រះអង្គអត់បានបញ្ញត្តិពុទ្ធបរិស័ទថាត្រូវតែមកវត្តពវរណាព្រះសង្ឃទេក៏ប៉ុន្តែដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទហ្នឹងគឺថាឲ្យតែដឹងថាមានព្រះភិក្ខុសង្ឃត្រូវគង់ចាំឬក៏ថាគង់នៅទីណាហើយគឺតែងតែមករតនាព្រះអង្គនឹងឲ្យគង់ដើម្បីទាយុទាយិកានឹងមានឱកាសក្នុងការធ្វើបុណ្យធ្វើកុសលព្រោះយើងធ្វើទៅតាមទំនៀមពីបុរាណកាលមកព្រោះថាការសម័យកាលដើមឡើយភិក្ខុសង្ឃ
ក្រៅភាសាហ្នឹងគឺមិនបានកំណត់ទីតាំងច្បាស់លាស់អីទេគឺតែងតែមុនទៅនេះបន្តិចទៅនោះបន្តិចហើយសម័យព្រះសម្មាសម្ពុទ្ធវិញមិនដូចសម័យឥឡូវទេគឺលោកនិមន្តត្រាច់ចរដែលជើងពោដើម្បីរកកន្លែងស្ងប់ស្ងាត់ក្នុងការបដិបត្តិធម៌ហើយអញ្ចឹងទេលោកនិមន្តគ្រប់ទីកន្លែងណាដែលលោកគង់នៅបានសេចក្តីសុខលោកនឹងនៅអាស្រ័យធ្វើធម៌ធ្វើអានៅទីនោះហើយកាលណាបើនៅមិនបានសេចក្តីសុខឬក៏ថាលោកមិនសពតិនៅកន្លែងហ្នឹងទេលោកក៏និមន្តទៅរកកន្លែងមួយទៀតគឺមិនច្បាស់លាស់ថាគង់នៅក្នុងទីណាមួយឲ្យពិតប្រាកដទេអញ្ចឹងហើយឲ្យតែចិត្តចូលរដូវកាន់ព្រះវស្សាបន្ទាប់ពីព្រះសម្មាសម្ពុទ្ធបញ្ញត្តិមកគឺពុទ្ធបរិស័ទដែលទាយុទាយិកាហ្នឹងគឺគាត់តែងតែមានសេចក្តីជ្រះថ្លាដោយញាតិញោមនៅបាំភេយើងអញ្ចឹងព្រោះតែងតែទំនុកបំរុងប្រសងនឹងទោះបីជាមិនចូលព្រះវស្សាក៏ដោយគឺតែងតែមកវត្តព្រោះជារៀងរាល់សៅរ៍អាទិត្យហើយញាតិញោមខ្លះមានសទ្ធាជ្រះថ្លានឹងមិនសៅរ៍អាទិត្យក៏ដាក់វេនគ្នាធ្វើចង្ហាន់ដើម្បីអីដើម្បីទំនុកបំរុងដល់ព្រះភិក្ខុសង្ឃព្រោះហើយការទំនុកបំរុងជារៀងរាល់ថ្ងៃជារៀងរាល់ខែនោះគឺយើងអត់កំណត់ទេថ្ងៃខ្លះក៏មានប្រសងដល់15អង្គថ្ងៃខ្លះទៅដល់18អង្គប៉ុន្តែចាប់ពីឱកាសនេះទៅរយៈពេល3ខែគឺឃើញ14អង្គហ្នឹងទេមាន14អង្គហ្នឹងទេប៉ុន្តែ4អង្គនេះក៏អាចនិមន្តទៅក្រៅខ្លះដែរប៉ុន្តែអាត្មានឹងសម្ដែងបន្តទៅទៀតព្រោះនេះគ្រាន់តែប្ររពអំពីហេតុដែលញាតិញោមជាពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាគឺថាដោយសារទឹកចិត្តញាតិញោមចង់ថ្វាយទានព្រោះហើយការបច្ចុប្បន្ននេះទោះបីជាញោមមិនបានបវរណាក៏នៅតែថ្វាយទានប៉ុន្តែយើងធ្វើទៅតាមទំនៀមពីបុរាណកាលមកព្រោះហើយសូម្បីតែសពថ្ងៃនៅប្រទេសកម្ពុជាយើងព្រោះក្រៅភាសាគឺសួរចំនួនប្រសង់តាមវត្តនីមួយពេលខ្លះអត់ដឹងច្បាស់ទេមិនដឹងថាប្រមាណអង្គច្បាស់ទេប៉ុន្តែដល់រដូវចូលភាសានេះគឺត្រូវតែដឹងច្បាស់តែម្ដងព្រោះដឹងច្បាស់ដោយសារតែមុននឹងដល់ថ្ងៃចូលភាសាប្រសង់ភិក្ខុសង្ឃទាំងឡាយជំនុំគ្នាមកជួបជុំគ្នាហើយដើម្បីដឹងចំនួនហើយបានលោកអធិដ្ឋានកំណត់យកទីកន្លែងណាមួយឲ្យពិតប្រាកដដើម្បីគង់ចាំព្រះវស្សាវិញអញ្ចឹងចាប់ពី3ខែហ្នឹងគឺដឹងតាមវត្តនីមួយដឹងថាមានប្រសង់ប្រមាណអង្គហើយប្រសង់មកពីទីណាខ្លះគឺដឹងហើយណាអញ្ចឹងទេញាតិញោមជាពុទ្ធបរិស័ទក៏ងាយស្រួលក្នុងការទំនុកបំរុងចង្ហាន់ដល់ព្រះភិក្ខុសង្ឃដែរហើយក្នុងថ្ងៃនេះដែរព្រោះមិនត្រឹមតែជាថ្ងៃដែលព្រះសង្ឃត្រូវបវរណាចូលព្រះវស្សានោះទេក៏មាននៅហេតុតកតងនឹងព្រះពុទ្ធសាសនារបស់យើងព្រោះថាខែនេះញាតិញោមដឹងថាខែអីទេគឺខែអីញោមខែអាសាឍព្រោះអាសាឍហ្នឹងវាតែងតែមាន2ទៀតមានបឋមអាសាឍនិងទុតិយអាសាឍព្រោះបឋមអាសាឍនិងទុតិយអាសាឍហើយក្នុងថ្ងៃនេះដែរក៏ត្រូវជាថ្ងៃហៅថាអសលហបូជាការបូជានៅរដូវខែអាសាឍហាក់បីដូចជាមាឃបូជាអញ្ចឹងព្រោះយើងធ្វើចំថ្ងៃមាឃបូជាប៉ុន្តែពិសាបូជានេះយើងកម្រនឹងធ្វើណាស់គឺយើងធ្វើតែក្នុងពិធីបុណ្យព្រះសង្ឃចូលកាន់ព្រះវស្សានេះឯងព្រោះព្រះសង្ឃចូលកាន់ព្រះវស្សានេះឯងគឺយើងប្រពដល់អសលហបូជានឹងមានរំលឹកដល់ថ្ងៃនៃព្រះសម្មាសម្ពុទ្ធចុះចាប់បដិសន្ធិព្រោះនៅក្នុងថ្ងៃនៅក្នុងខែអាសាឍនេះដែរព្រោះហើយមួយទៀតនោះថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ចេញសាងប្រភ្នោះហើយថាសាងអភិសនិសក្រមព្រោះដើម្បីថាលះទ្រព្យសម្បត្តិដើម្បីចាប់យកនៅប្រធរដើម្បីសាងប្រភ្នោះព្រោះព្រះអង្គលះរាជសម្បត្តិដើម្បីទៅស្វែងរកមុខធម៌ព្រោះនឹងគឺនៅថ្ងៃនៅខែពិសានេះដែរហើយមានទៀតមួយទៀតនោះគឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងធម្មចក្រកបវត្តនសូត្រព្រោះជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងពធទេសនាលើកទី1នៃរយៈកាលដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹង45ព្រះវស្សាហ្នឹងគឺ
ជាថ្ងៃទី1នៃព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រធមទេសនាហៅថាធម្មចក្រកបវត្តនសូត្រក៏ចំពោះបុគ្គលណាចំពោះបញ្ចវគិយភិក្ខុទាំង5អង្គដែលលះបង់នគរលះបង់វងតកូលនឹងដើម្បីតាមព្រះសទ្ធត្ថនឹងទៅរធរទៅសាងបុភ្នោះហើយដល់ពេលនៅមួយព្រះអង្គយូរទៅមិនឃើញព្រះអង្គបានធរអីក៏មានចិត្តមួយឈប់ជឿព្រះអង្គព្រោះចាក់ចោលព្រះអង្គដោយសារតែព្រះអង្គទ្រង់សិក្សាពិចារណាទៅឃើញអាការលះបង់ធ្វើទុក្ខរកិរិយាធ្វើខ្លួនឲ្យលំបាកហ្នឹងមិនបានសម្រេចព្រះអង្គបែរជាមកឆាន់ចង្ហាន់បែរជាមកបដិបត្តិធូររលំមកវិញស្រាប់តែពួកបញ្ចវគិយភិក្ខុទាំង5អង្គហ្នឹងមានចិត្តមួយគឺថាមិនជឿព្រះអង្គព្រោះថាការធ្វើខ្លួនឲ្យលំបាកមិនទាំងបានត្រាស់ផងហើយមកឆាន់ចង្ហាន់ធ្វើខ្លួនឲ្យធូរស្រាលហ្នឹងសង្ឃឹមយ៉ាងណានឹងបានត្រាស់ជាប្រពុតអញ្ចឹងអត់ជឿព្រោះឲ្យពួកព្រាងគឺថាបញ្ចវគិយហ្នឹងគឺមិនទាន់បានជាភិក្ខុទេប៉ុន្តែនឹងបានជាភិក្ខុក្នុងថ្ងៃនេះហើយពួកហ្នឹងជាពួកព្រាមចេះទស្សទាយបកាយណាញោមបកាយចេះទស្សទាយលក្ខណៈព្រះអង្គហ្នឹងដឹងថាព្រះអង្គហ្នឹងអាយុប្រមាណបានត្រាស់ជាប្រពុតអីដឹងដល់ពេលខ្លួនឯងដើរតាមព្រះអង្គលែងជឿហ្មងព្រោះលែងជឿព្រះអង្គដោយសារតែព្រះអង្គបដិបត្តិហ្នឹងទៅឃើញថាក្របានត្រាស់ពេកដល់អញ្ចឹងក៏បែកគ្នាឲ្យដល់ព្រះអង្គទៅខំស្វែងរកនៅធម៌ហ្នឹងបានសម្រេចក៏យកធម៌ហ្នឹងយកមកប្រោសដល់បញ្ចវគិយភិក្ខុហ្នឹងមុនគេនៅថ្ងៃនេះឯងហើយក៏ជាថ្ងៃកើតនៃព្រះសង្ឃសាវកដែលញាតិញោមជាពុទ្ធបរិស័ទមានប្រសង់មកដល់បច្ចុប្បន្ននេះគឺដើមកណើតនៅថ្ងៃនៅខែអាសាឍនេះឯងក៏នៅហៅថាសិលហបូជានឹងការបូជាដល់ខែដល់ពិសេសពិសាលដល់អ្នកខត្តរិទ្ធនៅក្នុងព្រះពុទ្ធសាសនាយើងបងហើយបានប្រសង់ចាប់ពីពេលឱកាសនឹងមកគឺព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងធម៌គឺធម្មចក្រកបវត្តនសូត្រនឹងចប់បញ្ចវគិយទាំង5ហ្នឹងក៏បានសម្រេចជាអេហិភិក្ខុបងសម្រាប់ជាអេហិភិក្ខុហើយអេហិភិក្ខុហ្នឹងអានិសង្ឃមកពីអីញាតិញោមធ្លាប់ស្ដាប់ធម៌ហើយមកពីយើងអីធ្វើកថាណាអានិសង្ឃកថានោះមានសម្រាប់ជាអេហិភិក្ខុព្រោះគាត់តែព្រះសម្មាសម្ពុទ្ធទ្រង់ឋានៈចូលបានជាភិក្ខុចុះគឺស្បង់ស្បៃត្រៃជីវរហ្នឹងកើតឡើងឯងតែម្ដងព្រោះមិនចាំបាច់កោសក់អស់ឡាមអស់ស្អីប្រដាប់កោសក់ថ្ងៃនេះមិនចាំបាច់ចឹងទេព្រោះគឺថាគាត់ហើយមានឧបនិស្ស័យខ្ពស់ណាស់បានព្រះសម្មាសម្ពុទ្ធបំពោះផ្ទាល់ទៅទៀតក៏អញ្ចឹងការប្ររពហ្នឹងហើយមួយទៀតគឺតកតងនឹងការសម្ដែងយមកបដិហារបស់ព្រះសម្មាសម្ពុទ្ធចំពោះពួកនិក្រុនណាសាសនាផ្សេងហ្នឹងដែលតែងតែមកថ្មាស់តេះដៀលដល់សាសនារបស់ព្រះសម្មាសម្ពុទ្ធហ្នឹងដល់អញ្ចឹងទៅមិនជឿនឹងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធហើយមិនជឿនៅព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងហ្នឹងពួកសាសនាដទៃហ្នឹងពួកនិក្រុនហ្នឹងគឺមិនជឿទេដល់អញ្ចឹងទេព្រះអង្គក៏សម្ដែងយមកបដិហាដើម្បីឲ្យពួកទាំងឡាយហ្នឹងបានឃើញនូវភាពអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធក៏នៅក្នុងថ្ងៃនៅថ្ងៃពេញបូរមីខែអាសាឍនេះដែរក៏អញ្ចឹងគឺថ្ងៃហ្នឹងគឺពិសេសពិសាណាស់យើងប្ររពមិនត្រឹមតែប្រសង់ចូលកាន់ព្រះវស្សាទេគឺយើងប្ររពដល់ថ្ងៃពិសេសពិសេសក្នុងព្រះពុទ្ធសាសនាទៅទៀតបងហើយតកតងនឹងបញ្ហាចូលកាន់ព្រះវស្សានៃព្រះភិក្ខុសង្ឃក្នុងថ្ងៃនេះគឺដោយសារតែយោងទៅតាមហេតុដែលកើតឡើងនៃសម័យពុទ្ធកាលនោះបងកាលពីសម័យពុទ្ធកាលនោះគឺភិក្ខុសង្ឃទាំងឡាយគឺមិនបានគង់នៅមួយកន្លែងទេគឺតែងតែនិមន្តពីទី1ទៅកាន់ទី1ពីកន្លែងមួយទៅកាន់កន្លែងមួយហ្នឹងទាំងរដូវវស្សាផងទាំងរដូវហេមន្តរដូវគឺរដូវក្តៅណាព្រោះរដូវមិនមានភ្លៀងក៏និមន្តហើយក៏រដូវមានភ្លៀងធ្លាក់ជោគជន់ហ្នឹងក៏មិនបានគង់នៅមួយកន្លែងទេដល់អញ្ចឹងទៅ
ពុទ្ធបរិស័ទដែលជាអ្នកធ្វើស្រែធ្វើចម្ការហ្នឹងគឺឃើញប្រសងឆ្វេងឆ្វាយមិនមានសម្ដាប់ធ្នាប់ដូច្នេះក៏មានការថ្មេះតេះដៀលព្រោះថាប្រសងសមណកូនចៅសមណក្សត្របុត្រទាំងអស់នេះមិនគប្បីធ្វើបែបនេះសោះព្រោះអីព្រោះថាខែរដូវភ្លៀងធ្លាក់មានសត្វធម្មតាខែភ្លៀងចឹងមានសត្វក្នុងដីនឹងវាចេញមកមានសត្វចាប្រភេទចេញមកពីក្នុងដីហើយមានការដាំធ្វើស្រែធ្វើចម្ការហ្នឹងគឺថាមានផ្លែមានផលក្នុងរដូវវស្សាហ្នឹងហើយដល់ព្រះភិក្ខុសង្ឃហ្នឹងនិមន្តចេះតែនិមន្តទៅកាត់វាលកាត់ផ្សាយចឹងទៅខ្លះទៅក៏ជន់សត្វល្អិតព្រោះសត្វនៅនឹងដីហ្នឹងហើយខ្លះទៀតហ្នឹងក៏ជន់ដំណាំគេទៅដូចជាស្រូវអង្គអីចឹងប្រសងមុនទៅក៏ជន់ខាងគេហើយចឹងធ្វើឲ្យពុទ្ធបរិស័ទសម័យកាលនោះថ្មាស់តេះដៀលក៏ថ្មាស់តេះដៀលដល់ភិក្ខុសង្ឃហើយចឹងទេព្រះសម្មាសម្ពុទ្ធនៅពេលដែលបានឮភិក្ខុសង្ឃទាំងឡាយទទួលថាមានពួកពុទ្ធបរិស័ទហ្នឹងគេថ្មាស់តេះដៀលណាស់ថាប្រសងអរគុណចៅសំណាក់សក្យបុត្រហ្នឹងមិនមានទីតាំងច្បាស់លាស់ទេសូម្បីតែសត្វបាសាបាសីទាំងឡាយហ្នឹងពេលរដូវវស្សាមកដល់គេតែងតែរកទំនុំមួយពិតប្រកបសូម្បីតែសត្វខ្លះហ្នឹងមិនតឹងស្រែកផងព្រោះអញ្ចឹងទេព្រះសម្មាសម្ពុទ្ធក៏បានជ្រាបនៅដំណឹងនេះតាំងក៏ពិតព្រះអង្គក៏បានជ្រាបតាំងពីមុននឹងហើយប៉ុន្តែរឿងហេតុទាំងឡាយបើពុំមានបុគ្គលណាយករឿងទទួលទេគឺព្រះអង្គមិនទាន់បញ្ញត្តិជាវិន័យឲ្យសាវកជៀសវាងសាវកទាំងឡាយហ្នឹងមិនគោរពមិនជឿព្រោះអញ្ចឹងតើតែជួបហេតុហើយបានព្រះអង្គចាប់បញ្ញត្តិវិន័យអញ្ចឹងក៏បានព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាភិក្ខវេអនុជានិមិភិក្ខវេវសង្ឃឧបកន្តំព្រោះមនីភិក្ខុទាំងឡាយតថាគតគឺអនុញ្ញាតឲ្យភិក្ខុទាំងឡាយត្រូវរកទីតាំងដើម្បីគង់ចាំកំណត់ដែនចាំព្រះវស្សារយៈពេល3ខែចាប់ពីពេលនឹងទៅព្រោះអញ្ចឹងព្រះសង្ឃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិឲ្យភិក្ខុសង្ឃហ្នឹងគង់ចាំព្រះវស្សាគឺថាចាំព្រះវស្សាហ្នឹងគឺថាឲ្យទៅដល់ខែវស្សាឡើងគឺឲ្យព្រះភិក្ខុសង្ឃរកទីដែងកំណត់មួយច្បាស់លាស់ព្រោះជៀសវាងនិមន្តទៅនេះទៅនោះរហេតុរហូតហើយការបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធក្នុងការចាំព្រះវស្សាហ្នឹងគឺព្រះអង្គបញ្ញត្តិអាចភិក្ខុសង្ឃហ្នឹងចាំវស្សាបាន2ដងព្រោះ2ដងហើយអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយព្រោះចាំវស្សាទី1នោះហៅថាពុរិមកវស្សាគឺចាប់ពីថ្ងៃ100ខែអាសាឍឬក៏ទុតិយសាទពេលហ្នឹងជួនណានៅក្នុងថ្ងៃ100ខែបឋមសាទហើយជួនណាទៅដល់ទុតិយសាទព្រោះអាសាទវាមាន2ដងណាព្រោះមានលើកខែដល់15កើតខែអាសុចអញ្ចឹងរយៈពេល3ខែហ្នឹងម្ដងទៅអាហ្នឹងហៅថាចូលភាសាលើកទី1របស់ភិក្ខុសង្ឃអញ្ចឹងក្រែងលោញាតិញោមជាពុទ្ធបរិស័ទមិនច្បាស់ទៅនៅការផន់ច្រឡំហើយច្រឡំហ្នឹងមិនបានសួរលោកទៅជជែកដូចថាគ្នាឯងអីចឹងតែលោកអត់ចូលភាសាទៅដឹងដល់រដូវចូលភាសានៅតែនិមន្តទៅនេះទៅនោះទៀតនោះអញ្ចឹងទេនៅមួយទៀតហៅថាបញ្ចមិកវស្សាគឺចូលភាសាជាលើកទី2ចាប់ពីថ្ងៃ100ខែស្រាប់ដល់ថ្ងៃ15កើតខែកដឹកព្រោះ100ខែស្រាប់ដល់15កើតខែកដឹកអានឹងព្រះសង្ឃអាចចូលភាសាលើកទី2នឹងបានព្រោះប៉ុន្តែភាគច្រើនទៅគឺព្រះសង្ឃមិនបានអត់ថាមិនមានកិច្ចរវល់ក្នុងកិច្ចការផ្សេងហ្នឹងគឺលោកមិនចាំបាច់ចាំភាសាទី2ទេលើកលែងតែរវល់មានភារកិច្ចដែលត្រូវរកដែនទីកំណត់វត្តឬថាមកវត្តហ្នឹងមិនទាន់ពេលវេលាលោកអាចចាំភាសាទី2បានព្រោះហើយចំពោះកិច្ចការដែលព្រះសង្ឃចាំព្រះភាសានេះព្រោះថាមានរឿងហេតុខ្លះដែលយើងបច្ចុប្បន្ននេះតែងតែពិភាក្សាគ្នាបងតែងតែពិភាក្សាគ្នាថាព្រះសង្ឃពេលចូលព្រះភាសាហើយតែមិនបានជាឃើញនិមន្តចេញទៅក្រៅឲ្យបានព្រោះហើយញាតិញោមខ្លះនៅតែលឺឆ្ងល់ទេទៅបច្ចុប្បន្ននេះដែរហើយញាតិញោម
ដែលឆ្ងល់ហ្នឹងក៏យើងមិនសូវឃើញគាត់មកចូលរួមស្ដាប់ដល់អញ្ចឹងមិនដឹងថាបញ្យល់គាត់មិនបានដឹងប៉ុន្តែសប្តាហ៍នេះតាម Facebook ប្រព័ន្ធ Facebook ហ្នឹងក៏មានការសារកឆាជាធរអាអីហ្នឹងមានការឆ្ងល់អញ្ចឹងទៅក៏មានការបកស្រាយអី comment ហ្នឹងណាព្រោះហ្នឹងឯងឃើញមានអញ្ចឹងដែរហើយការដែលប្រសង់គង់ចាំព្រះវសាហើយបន្ទាប់ពីបវរណាព្រោះក្នុងពេល3ខែហ្នឹងគឺព្រះសម្មាសម្ពុទ្ធមិនអនុញ្ញាតឲ្យកន្លងរាត្រីព្រោះភិក្ខុណាកន្លងរាត្រីដាច់វសាព្រោះដាច់ព្រះវសាមិនមានមិនអាចទទួលអានិសង្ឃកឋិនបានទេក៏ប៉ុន្តែព្រះអង្គក៏ទ្រង់អនុញ្ញាតដែរនៅពេលណាដែលមានការនិមន្តពីទាយុទាយិកាដែលជាអ្នកជ្រះថ្លាហ្នឹងព្រះសង្ឃអាចលើកសតហៈនិមន្តទៅបានព្រោះអញ្ចឹងញាតិញោមមានទរៈអីកុំខ្លាចមុនចោះអាចព្រះសង្ឃអាចទៅបានហើយអាត្មានេះថ្ងៃទីប្រហែល28 29 30ហ្នឹងគេនិមន្តព្រះសង្ឃចៅអធិការវត្តចាក់សិនវាលលោកនិមន្តទៅចូលរួមពុទ្ធិពិស័យ2អង្គហើយពិតលោកតាទៅក៏លោកឲ្យអនុញ្ញាតឲ្យទៅព្រោះអញ្ចឹងលើកសតហៈណាលើកសតហៈព្រោះឧទាហរណ៍ឲ្យញោមឃើញជាក់ស្ដែងមកព្រោះអញ្ចឹងលោកអាចលើកសតហៈទៅបាន7ថ្ងៃក៏ប៉ុន្តែក្នុងថ្ងៃទី7ហ្នឹងកុំឲ្យនៅក្រៅវត្តធ្វើម៉េចឲ្យមកដល់មុនថ្ងៃទី7ព្រលឹមឡើងព្រោះក្នុងសាសនាព្រះពុទ្ធយកអរុណហ្នឹងជាធំដូរថ្ងៃណាបែកអាចថ្ងៃហ្នឹងគឺដូរចូលថ្ងៃថ្មីហើយដល់ពេលយើងសកលគឺម៉ោង12អញ្ចឹងណាហើយព្រះអង្គអនុញ្ញាតឲ្យភិក្ខុសង្ឃហ្នឹងកុំឲ្យកន្លងរាត្រីក្នុងថ្ងៃទី7ហ្នឹងគឺអាចនិមន្តទៅបានហើយការនិមន្តចេញទៅនេះចេញទៅទៀតហ្នឹងដោយហេតុទៅទៀតព្រោះដោយហេតុបើចំពោះឧបជាហ្នឹងគឺអ្នកបំពោះលោកហ្នឹងណាឬក៏លោកគ្រូដែលជាប្រសង់ឬក៏ឧទ្ទេសសាចារ្យជាប្រសពក្តីដែលលោកធ្លាប់មានគុណូបការៈដែលជាអ្នកបង្ហាត់បង្រៀនផ្នែកធម៌ផ្នែកវិន័យដល់ព្រះសង្ឃហ្នឹងគឺលោកអាចនិមន្តទៅដោយមិនចាំបាច់និមន្តនេះព្រោះព្រះសង្ឃលោកអាចលាទៅភិក្ខុសង្ឃគ្នាយើងទៅលោកអាចនិមន្តទៅសួរសុខទុក្ខញាតិញោមនឹងបានហើយមួយទៀតមេដាបៃតាព្រោះរបស់លោកហ្នឹងអញ្ចឹងលោកអាចនិមន្តទៅបានដោយមិនចាំបាច់ដូចថាមានការនិមន្តពីអ្នកទាំងអស់ហ្នឹងទេគឺថាលោកអាចនិមន្តទៅបានដូចជាឧមាថាព្រះអង្គឆាយសង្ឃុំលើកឧទាហរណ៍ណាប្រសង់គ្នាឯងជាប្រសង់ដូចថាជាមិត្តធម៌ណាហ្នឹងហើយធ្លាប់រាប់អានជាប្រសង់ដូចគ្នាអញ្ចឹងហើយលោកនៅវត្តផ្សេងអញ្ចឹងលោកដឹងតែលោកអាពាតមិនបាច់ចាំលោកនិមន្តទេគឺអាត្មាប្រសង់ហ្នឹងអាចនិមន្តទៅបានលើកសតហៈទៅនិមន្តទៅសួរសុខទុក្ខលោកបានព្រោះប្រសង់វត្តផ្សេងក៏ដូចគ្នាហ្នឹងអញ្ចឹងមានច្បាប់ប៉ុន្តែក៏មានការអនុគ្រោះដែរមិនមែនទាំងអស់ទេអាហ្នឹងអញ្ចឹងបានថាធម៌វិន័យទាំងឡាយដែលញាតិញោមឃើញការបប្រតិបត្តិរបស់ព្រះភិក្ខុសង្ឃទាំងឡាយហ្នឹងឃើញពេលខ្លះយើងមើលនឹងភ្នែកហ្នឹងថាដូចឆ្កងណាឆ្កងខ្លះអីខ្លះអញ្ចឹងទៅក៏ប៉ុន្តែលោកមានការដោះនៅអាបត្តិនឹងបានព្រោះអាបត្តិតូចតាចហ្នឹងលោកអាចសម្ដែងចេញអីចឹងទៅរួចព្រោះជាកិច្ចរបស់ភិក្ខុសង្ឃដែលត្រូវធ្វើណាអញ្ចឹងព្រះអង្គក៏មិនដូចថាដាច់ណាត់ដាក់វិន័យឲ្យត្រូវតែបប្រតិបត្តិឲ្យបានត្រូវកាត់កអត់ទេលោកមានការកម្មាទោសមានអីចឹងទៅអាចរួចទោសរួចអាបត្តិប៉ុន្តែអាបត្តិធំនោះក៏អត់ទេណាអញ្ចឹងទេមួយទៀតនោះក្រៅពីមេដាបេដាគ្រូបជាអាត្មាលើកទាំងប្រមាណនោះតើតែទាយុឬក៏ពុទ្ធបរិស័ទនិមន្តបានភិក្ខុសង្ឃនឹងអាចលើកសតហៈទៅបានដូចញាតិញោមមិនមែនជាមេដាបេដាអញ្ចឹងបើសិនតែគាត់ឈឺអីចឹងហើយព្រះសង្ឃចង់និមន្តព្រះសង្ឃទៅសួរសុខទុក្ខអីនឹងឯខលមកនិមន្តឬក៏អាចនិមន្តផ្ទាល់អីចឹងទៅលោកអាចនិមន្តទៅបានព្រោះនិមន្តទៅសួរសុខទុក្ខបានអាហ្នឹងបើសិនកន្លងរាត្រីប៉ុន្តែបើអាចវិលត្រឡប់មកវិញទាន់ពេលវេលាមិនចាំបាច់លើកសតហៈអីទេក៏មិនចាំបាច់លើកសតហៈទេអាចនិមន្តលាភិក្ខុផងគ្នាទៅ
นมนต์ตัวสัวศกตกหรือก็ตัวผมเป็นเตี้ยนแต่ยันยงพุทธบริษัทมีสิ่งใดที่เรียกทลาบานตัวนั้นกรอนแต่จ้องของห้าอย่างปีกัดในประซังได้เตยเพื่อกัดในคลองไงเนี่ยได้ยันยงจะพุทธบริษัทคอมและบังในเปวเลียประกาศดำใบจุ่มนายเต็นในเตยเตียนจังไรนั่นไงเมียนเตียนจุ่มน้ำเปลือกซาเมียนสมพุทธศาสตร์ดอกไอเจดามนั่นคือยันยงเพื่อโดยซาแต่เมียนประซังตรงในทอวินัยตัวตรงในทอวินัยให้การเจียวสมพุทธศาสตร์ดอกไอนี่คือเมียนตั้งปีโบราณกาลมาตั้งปีสมัยการในพระสมมาสัมพุทธมาเนาะพอรู้ทาเปรเดิมเคลียงร้องการสมัยเปรียสมาสัมปดกงโทรเมียนเลยคือพิโคสังอัตตอนเมียนไอพลัดเด้พอเปเพลียงเมาจังเตอสระสองตึกเป็นวัดอยู่นั่งไงแต่จังเตอบ้านเยวบาสกาวิสาขาเคยดูฉะนั้นก็ทรงโปปีเปรียสมาสัมปดดับไปทวายเตียนในสมปดศาสตร์ดอกเนี่ยจังบานเจียมาดอกปัจจุบันนี้ระยะกาปีปอนปรามรอย59ชนำเจียงเนาะพอตั้งพอปีปอนปรามรอย59ตรำรองประเด็นเปลี่ยนได้ให้อุบาสิกาวิสาขาทรงโปนั้นนังท่าชนะภาษาตีประมาณที่ได้คณะอัจฉริยะได้คุณจะคอยบอกเสียจ้ะนั่งไงให้เชิญเจียงปีปอนปรามรอย59แต่เตี้ยยงจังจะเชิญชนะมให้ยังทวนนั่นคือติดตามตุ่มเนียมนั่งภาษาแต่เมียนไฮด์พอเมียนไฮด์จังอ่ะโลกอัดเมียนไอพลังลิเสียเป็นเดวอดหมดแล้วหยัดโยงมันจะปวดใจศาสนาเสยมันดังทัศประสังพุทธศาสนานะพอนั่งจิมูลไฮด์ทั่วหยัดโยงมันเป็นเตี้ยมันเจ้าเตะสปอร์ตศาสตร์ดอกให้มันทำแต่สปอร์ตศาสตร์ดอกได้ของเมียนในเตยเตียนเมียนเพศเจ้าสมัยตุ่มนกผมรองดาวเปรียบพวกสังตุเตียนดำใบดำใบเอาประสังสบายจัดพอให้ทำไมในศพไม้สบายจัดแมนอยู่เปการตะปูนะมันถ้าตะปูให้ตัวใบมนมาเร็กนี่ก็ยังไงเป็นโจบสามดองสบู่สามดองมองบุญปรามาอยู่ตอนจังเตอใจนี่ให้สามดอกละทงแต่ทงอยู่อาคารของวัดเมียนไอ้ให้ทำไมนั่นทลบได้เอาเคยทงเรื่องโยมุนเกยโดยเมาเมียนอะไรเตียนด้วยตะเกยนะพอสอบขมายโดยทางเคยเนี่ยจอบโลนั่นก็จองเคยอย่างสะอาดด้วยนะให้ไปทูทลายแต่จังเนี่ยติ้งก็รอดบานจับรอมได้ก็ติ้งหยอดทูทลายเคยแต่ทงโดยทำไมได้ก็เจียวโยเมาmột căn khổ mặt miền ấy thực tế nè hai cả tập buôn nó miền phải xong tôi chứ nè cả năng này mình đo của mangของpria đó là buôn tới mình miền cọt ấy thầm thời đi thôi pria niệm tôi niệm ở xây dương nó hai con chơi tôi phần cọt đây nó thôi hay thằng đá không mấy và xong không mấy tôi miền được thầm thời cọt cung mấy bị club lại cái này ngày cao hay chứ ngày nhung ngày cao hay bộ bồn na châu xa chứ đó là về cái trái xa đỏ bàn máu ông một thị đà nó lục mình nhìn kế bên đây lục đôi sầm nạng ông khláu phèm xa đó ban từ đó cô từ mà cái bóng này đi đó lục phèm xa đó xa và từ đó cô từng phèm một bóng hay dương mới đắng này đôi nhìn nhung chọc chứ mình đang thay khăn nâng miên đấy khláu đắng này bên đây nó cái chạy nó đi lục hay nhìn kế này vô mà đã lừa thân nè để rong sang chung cái này nè đó là pe play cái này tới bên đấy lục từ ruột cái này nè đó play cái này cồn nè người ta đọc cô với lẹ màu viên cơ rong sang mà lẹ màu bay một cái từ xa đọc cô nè cô bay pe nè ngày hai ở cái nó bay men nhom hai tập ban châu với xa nó sẽ không hai tập ban đọc cô ấyพอตะดอกกูสาดอกแถมบุ้งแถมปองนั่นมันจะสบู่ด้วยสองไงเลยโซชันมอดอกกูเราสบู่เป็นอยู่ในเนาะกำสัดในจังเอาการโจภาษานั้นเย็นโยงบางเป็นเตียนนั่นคือละอ่อนนะพอมันตรำแต่ขนมเกล็ดวินัยเต๋คือเย็นโยงทั่วเอาไปซองสบายจัดหายบางกงในจมูกเย็นโยงตัวเตียนพอเรือธรรมามอนี้บางแถมร้องให้โยงโจซาด้วยมันดองจงเพลย์จะแข่งบวนได้แบบชนะไหมพอด้วยมันเพลย์ได้เพลย์เตยพออันนั้นโดยซาสบายจะมวยเย็นโยมนั่งเย็นโยมแฉะลาจะเมาด้วยจะแต่เพลย์สักแล้วนะ
nhiệt nhôm tham mục cả từ máu tôi cho lại cần là gì năng được sao để sụp bay sai là hốt để nhôm là hốt đó chứ khơi nhiệt nhôm máu trẻ tha chân đấy nhôm là hốt tôi nhiệt nhôm là chân chỉ rít được bò còn hay sự không tha nhiệt nhôm từng ngọc kia nâng thay là xa nơi nam nhiệt nhôm từng ngọc kia tiết bò tăng bò xong tăng nhiệt nhôm ba sọ ba sĩ ca cái này cầm ca bột bò sát năng bò nhiệt nhôm cho bột bò sát con chân này chụp một cái nhiệt nhôm nhâm đặt cái tới thì bữa xong đấy có đôi cái bữa sáng không thuê luôn ba để bắt thua phong không thuê luôn là bây giờ mấy ở nhiệt nhôm chè thla hay cả ra bệnh nhiệt nhôm chè thla nhiệt nhôm sờ bài màu vót hay bệnh nhiệt nhôm màu vót đang đồng miền ấy thì là phần mấy bạn ấy trưng cái đam ngày muốn một ta ban trưng cái đam đó mà biết vào đâu nhung chăn trưng cái đam chăn nè bạn đây nên cần ta chăn hay biết đó mẹ màu bị trưng cái đam này màu sọc tiêm lục sang ngọt lục đi còn là ngày năng lục ban chăn chăn ngày muốn đó nè năng sắp chỉ riêng thôi ở sông sờ bài hay bữa sáng ở miền phố bò na nhiệt nhôm ở màu thế miền là buôn ong ngọn na ngắt này ai ấy chọc tới phải chia thôi nhá đầu cái lạnh xe nhá nè năng viên trắng đó nhôm rồi nhiệt nhôm lực thực chất bữa sáng chẳng thế bữa sáng nó có rồi chụp bị nó lục tham áo khói nở bàn du chỉ mua nhiệt nhôm từng ngọn cái này thiệt nhiệt lục này du đó tham ăn đấy này dù đài là ngày hay là chiều nằm năng nhiệt nhôm đã đầy vật về ngày má trong tình hết là mấy chẳng đôi xua nhung đôi thà thì muối kho trời ấy đôi lô mình xây về nè bạc cán là năng bay thò thì cho phò năng bay sừng cung dương từ ngõ kia thế phò ca ngày một tới có dương tại ruộng này chỉ một cái này năng có sẽ thòได้thò xa một cái cao bị thiệt xa cái này năng phò bay thò bị cầm bị thi châu xa ở trong ban lục ba năng của phần cảnh dọc từนี้em đang phần đôi bay ong ấy đôi xua đã đôi luôn nhung mấy bàn chân đôi xa mình chẳng số bị phía xa cái này nhiệt nhôm miền ấy lên lục hoa ca đây tích tối mình bạc can chờn đầu pi hiện chặt chỗ nào lại lục thọp ở thông này nó ấy dân nữa mà đòn đấy bạc can đây chờn này tới dân lên xa dân số lục bạc can năng cùng đặt thma này phần năng tới ai lục mà chui cái ca nhiệt nhôm ban đôi sông ấy thma ra đôi chỉ mình chỉ bành hai tê nè nhiệt nhôm có đôi chỉ khơi trẻ lại chân đấy đôi chỉ mình miền bành hái nó nhôm bồm xuống đấy chặt bị nó ngọt trào vọt tiếp nè đôi ngày muốn này khăn được cái ngọt trào vọt mỗi năng hiện chặt chừng thma thma mình mấy nhận đấy chợ tròn này rùm rùa sọc bài sai bài mùi nhiệt nhôm chân tây bỏ khó thể lời qua ấy chặt tục chỉ nhiệt nhôm này chả nó chưa mà đai từng ngó hay bỏ chiều bốc chưa mà đai hay rồi chẳng mình miền ấy tê cà rôn ấy đôi chỉ sụp vai bỏ thuầy thoa mà đá bia sầm đấy nó tăng atma tăng bờ sông tăng nhiệt nhôm mới nó cứ sông po thôi ấy bỏ lư ấy tê chuối công bạc can đấy nó nghe ấy bỏ thoa mà đá bê khá dương rong mình sụp vai rồi về tới viện chùa mọt đó nè chẳng dương bạc can này thế ở chỗ mọt ấy lực qua tích tôi nè, po tăng bờ sang có đôi chia ba sọ ba sạc po mấy bàn chân po thoi là dương sắc xa nè khăn ông của sao là cam bọt đọc cái đây nè khăn ông của sao là cam bọt đọc ấy chiều sát sao pram dương nó cứ thưa ở dương miền sực đây sọc từng phơi cái từng phơi vị chá từng phơi chật po hay cái nào bây giờ lư ấy bận tịch bận tôi dân ọt thôn mình bán và này thầy dân ọp rùm phơi chật những nơi tuần soi chân dân phía diêm ọp rùm mình tham hay bộ ấy cô bùm non rồi bao dân cứ trong ban sực đây sọc hay cái nào bộ ban sực đây sọc ấy vì miền ấy thầy cũng qua tiết nhung hai bữa sọc nông ba chục ban đây dân miền sực đây sọc khăn ấy dân 300 bậc thang thả na có tới ban khai tên đi tên nô tệ bộ dân sọc ba chục ban chật dân bị từ lung từ ly ba từ hai nè đòn anh em có thể chia tới cả nó cứ dân bò đi bò đây phô kẹt bò đi bò đây sức đây sọc trục còn nằm đòn và hai bộ bạch ban dân lư bịa sầm đây tịch tôi vậy dân bậc can liêm hay dân lư bị đi bị nô ấy dân ọt thôn mình bán vì thôi chất tiếng cái đây cả hai hay vì chất tiếng cái đây và hai bị bạch ban ấy anh em có dân đang tao nào dân mơ cười phải không
ណាយើងសិក្សាតាមធម៌តាមទ្រឹស្ដីនៃព្រះសម្មាសម្ពុទ្ធយើងឃើញហើយថាធ្វើសម្ដីមិនល្អវាទៅអកុសលប៉ុន្តែអកុសលយ៉ាងណានោះវានៅទៅលើចិត្តយើងទៅទៀតយើងមិនអាចបកស្រាយថាអូញោមទៅចេញអញ្ចឹងត្រូវធ្លាក់នរកយើងសាមញ្ញអញ្ចឹងប្រជាបទជនដូចគ្នាយើងមិនអាចកំណត់ចិត្តរបស់ញាតិញោមបានទេប៉ុន្តែគ្រាន់ថាយើងទាំងអស់គ្នាមានសាមគ្គីធម៌ចោះក៏ទាំងប្រសង់ក៏ដូចជាប្រសង់គ្នាឯងហើយក៏ដូចជាពុទ្ធបរិស័ទនិងប្រសង់និងពុទ្ធបរិស័ទនិងពុទ្ធបរិស័ទនឹងដើម្បីឲ្យសង្គមជាពិសេសសង្គមអំពីយើងនឹងបានសុខដុមរមនាតទៅមុខទៀតណាក៏ដើម្បីកុំឲ្យមានបញ្ហាព្រោះអាត្មាដើរជើងកន្លែងហើយលើតែដូចជាកម្មរកោតាមវត្តនីមួយហើយអាត្មាចេះតែបរំដែរកុំឲ្យកម្មកោហ្នឹងមកលើដល់វត្តយើងណាឲ្យចេះតែសុបាយឃើញទឹកមុខឃើញមុខគ្នាញញឹមញែមហើយអាត្មាយកគិតថាចេះញោមគិតថាយើងមិនសូវត្រូវគ្នាពេលនៅរស់អញ្ចឹងណាមិនសូវត្រូវគ្នាដល់ទៅពេលក្រុមគ្រួសារបុគ្គលនឹងស្លាប់ឃើញអែបទៅជួយហែជួយអីចឹងដែរនឹងឃើញចុះបើយើងត្រូវរកគ្នាតាំងពីដើមទៅវាមិនសុខណាចូលទៅពេញមុខពេញមាត់តែម្ដងទៅណាមានសេចក្តីសុខខ្លាំងណាស់ញោមប៉ុន្តែថ្មនិយាយចឹងមិនដឹងថាក្រុមគ្រួសារសង្គមខាងក្រៅហ្នឹងយ៉ាងម៉េចបើមិនទាន់ដែលប្រឡងតាំងពីអាយុ13ឆ្នាំមកនៅតែអញ្ចឹងរហូតឆាន់រួមរហូតឆាន់រួមទៅជាមួយប្រសង់រហូតហើយញាតិញោមជាថ្លាអញ្ចឹងរហូតព្រោះអញ្ចឹងទេដោយការបរិយាយតកតងបកណ្ណកៈធម៌ពោធររដ្ឋរាយឯងប្រគល់ថាប្ររពបន្តិចទៅដើម្បីឲ្យបានជាប្រយោជន៍ក្នុងការបំពេញបុណ្យកុសលនេះព្រោះពីបច្ចុប្បន្ននេះទៅថ្ងៃមុខរហូតដល់អនាគតទៅក៏សូមឲ្យបានសេចក្តីជ្រះថ្លារបស់ញាតិញោមហើយរវាងពុទ្ធរវាងប្រសង់នឹងបានតែស្នាមញញឹមចឹងចុះព្រោះតែញញឹមមានសេចក្តីសុខហើយដូចញាតិញោមធ្លាប់ស្ដាប់ធម៌របស់ព្រះអង្គពៅវុធីថាញញឹមច្រើនស្ញែងច្រើនមិនស្ញែងថ្ងៃ50ព្រោះថ្ងៃហ្នឹងសេចក្តីសុខហើយព្រោះអាហ្នឹងគឺសេចក្តីសុខការពីផ្លូវចិត្តរបស់យើងទាំងអស់គ្នាហ្នឹងអញ្ចឹងទេដោយអំណាចនៃបុណ្យកុសលដែលញាតិញោមជ្រះថ្លានៅក្នុងឱកាសពេលរដូវប្រសង់ចូលកាន់ព្រះវស្សាក្នុងថ្ងៃនេះហើយដោយការជ្រះថ្លានិមន្តប្រសង់សម្ដែងនៅព្រះធម៌ទេសនាក្នុងឱកាសពេលនេះដែរក៏សូមឧទ្ទិសនៅបុណ្យកុសលនេះជូនដល់បុព្វការីជនទាំងឡាយមានប្រសង់ដែលធ្លាប់គង់នៅទីនេះហើយអនិច្ចកម្មទៅក៏ដូចជាលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យទាំងអស់ដែលធ្លាប់មានឧបគុណូបការៈនៅទីវត្តអារាមនេះហើយក៏បានអនិច្ចកម្មចាក់ចោលយើងគ្នាទាំងអស់នេះទៅក៏មួយចំណែកទៀតដោយអំណាចនៃបុណ្យកុសលជួយជំរុញចម្រើនដល់វិបាកបរិសន្ធិរបស់មេដាបៃតាញាតិញោមពុទ្ធបរិស័ទដែលបានអនិច្ចកម្មទៅនោះបានមកទទួលអត្ថមនិញ្ញផលគឺបុណ្យកុសលដែលកូនចៅបានមកបំពេញទាននៅក្នុងវត្តធម្មរតនរង្សីក្នុងថ្ងៃនេះក្នុងថ្ងៃស្អែកនេះក៏សូមឲ្យបានរួចផុតចាកទីដល់ថោកទាបទៅកាន់ទីបរមសុខកំបីគ្លៀងគ្លាតឡើយហើយក៏បានសុខហើយក៏សូមបែរក្រោយឲ្យពរអីជ័យដល់កូនដល់ចៅជាពិសេសគឺព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទទាំងឡាយមានក្នុងថ្ងៃនេះក៏មានព្រះគ្រូចៅតកាព្រះបិតាសង្ឃឡាយធัวដែលព្រះអង្គទ្រង់មានអពាធនេះក៏សូមឲ្យលោកបានធូរស្បើយពីរោគាពាធឲ្យមានកម្លាំងកំហែងសុខភាពល្អបរិបូរណ៍ដោយធម្មតាវិញហើយញាតិញោមក៏ដូចគ្នាដែរសូមបានសេចក្តីសុខទាំងបច្ចុប្បន្នទៅអនាគតបើញាតិញោមមានចេតនាប្រាថ្នាយ៉ាងណានោះក៏សូមបានសំប្រកបបានសម្រេចដោយសេចក្តីញោមប្រាថ្នាយ៉ាងធម្មទេសនារីពធទេសនាដែលខ្ញុំព្រះករុណាបានសម្ដែងដោយសង្ខេបបែបខ្លីយំបាញ់មិញនេះក៏សូមសន្មតថានឹងបញ្ចប់ទៅត្រឹមប៉ុណ្ណេះឯងអេវ៉ាំងNo, you gotta be better.
ព្រះអង្គ
ปัจจัยตามพุทธีนิยตามไปคุณงามนำไปกิริยาตามไปสับกรบการลุกนั้นมีคุณงามเย็นเย็นนางอินาจิตุตามาคงงานก็เรายืนยังกันมาก็อากาศเจียอังไว้ตะวังสมันมุตนีโอ้ให้ในกระทรวงจูนบนมือพนัยเทียบดอนยันโยมในบ้านเมียนสถียจิรทลาโจเจียวเจียกุปีปัตไตรไปดอกโอ้ระยะกากันลองเตือนนู้ให้เมียนเจียเตียนวัซาให้ดาวัดตะเปียงมาลูปัตไตรไปดอกนั้นในแค่ตะพงชนังได้เป็นโฮปีสรบธรรมาเตอข้างสุกเลยเนาะให้โยมกับบ้านโยกเตอประเกณฑ์ประสังให้ปัจจัยได้ยันโยมจะพุทธบริษัทโจตามระยะธรรมาก็ได้ตามยันโยมจากาปีโนลางพิเตมีจันโนจ้ะก็รวมซองต่างอ้อต่างยันโยมในนัสเมียนเมียนโยมบูสดจะดานนั้นบ้านมาป้อนใบโรยจัดสับก็ให้ทางโยมใส่ธรรมาเทศได้แบบบ้านมาป้อนบนโรยเจียงติดตัวได้จังเทปปัจจัยทางนั้นบางใจเชียวปัจจัยไปดอกนั่งเตียนวัซาให้สอบปีเตียนวัซานั่งปัจจัยไปดอกดักวัดตะเปียงมาลูนุก็โยมใส่นั่งกดบางเชียวจิตเตียนนั่งดักบางบวนปรามวัดได้ผมมากู้$50โดยจังเทปกดเมียนเชียวจิตเตียนให้จิตเพศเจ้าเมียนสามดอกไอ้นั่งดักมาวัดติดวัดติดเตอก็บวนปรามวัดได้เลยกดปรามเมาให้ปรามจูนบอลยันโยมพองให้จุดพวกกษัตริย์นั่งจำมิใส่กอดไตจำไว้โยมกอดพิญญาจมวยกอดมาสมัยบ่อยยันโยมบานตัวสนาบันไดบานทอดกระไรโยมประเทศไปดอกเตยจังสมโยมตั้งออกเนี้ยบานเตยงออนโมตเนียในตึกสเทียตึกจัดสเทียจราทลาจมพูบอลกุศลเลยยันโยมบานควายควอลเพื่อตามระยะทางก็ได้ตามยันโยมจาก็ได้เอาโยมใส่กอดบานนอมในเตียนบ่ยันโยมแต่ผมเป็นในตามที่กันไลฟ์เซนโนจังเทโดตอนนั้นในบนกระสอบนั้นโซบานช่วยจุดดังจุดดานดอนหยัดโยมจะปลดบริษัทต่างออกเรียนนั่งบานสกได้ซับสกได้จุดดานจับไปเป็นปัจจุบันนี้ต่อเรียงเตอสมานโมตนีอนิจจาวัตสังขาราอุปาตวิญญาธรรมิโนปัญเจตวานิโรจันเตสังโวปัสมาสขาวจิรังวัตยังกายยาวปตะวังอภิเศตติโชโทอเปตุวิญญาณนิรันทังวกะลังกะรังยถาตันเดนโกปาลาเกโวปัญเจติเกจรังเอวังจริยจะมาจะอายุงปาเจเตปาเนนังสัพพิติยาวิวัจจันตสัพพโรโควินาสตุเวเตภวัตวันตรายาสุขัยติเคยกาภเวอภิเวียธนไสเลสเนจาวุฒิปัจจายนาวจัตตาราธรรมียวัฏันติอายุวันนาวสุขังเปะแรงสาธุสาธุสาธุเยติวตาสันเตอาระเบียเสนัยคาเปกะเรปอติกะเรกะอันตาตาเทียมมาเทียเนนะพระวันตโปจิตาสัพพังกะรังเตตะวิหารมันตะเลเทราจมัญเชียนภกาจะภิกขวาสารามิกาเทียนปไตยอุปาสิกาเทียเมียจะเตสานิกาเมียจะเอสาราสัมปันภูตาสเกตาภวันตุเตจะเลียปุเจียเยเปจาอันตสัมภเวียสังเสตเจียตาอัตวาปปาติกาในเยนิกังธรรมบารังปะเตจเตสัมเปเปตงคาสัตรังตุสังขยังตาตุจิรังสตังธรรมโมธรรมตาเร
มีระยะปะเวติเตยิงขยมเตียงออกเดียสมบูรณ์เจียนาทอมเตียนต่อเตพระได้เมียนตุติทานวันนี้ก็ได้เนียคืนพระสันทมหรือเนียคืนใจได้ได้เมียนจัดเนใจช่วยจัดได้ที่วัดนิ่งสมอายสับสัวสไลตกสาวไว้ก็เมียนมัวไม่อย่างเตียนสองแตงอ่อนได้เมียนชมูเจียเทแรงหรือก็เจียมันจำหรือเราตรำยนแนวแวะหรือเจียเอาบาสังได้เจียแรงจันได้เตียนพรมแตงแนนีกุมหรือแนคมอัมบาลมานตรงสรงเตทานสมัยบานสกไอดังอย่างเตียนสักไอนาแต่กระเจียเจียเลียจุเจียงหรือก็อันแดงเจียงสังเสร็จเจียงตำนาไกรหรือก็อุปาติการโลกนักนงโลไกลอยอ้ำนายทอดีเลยทอบาเลยดาวาวากงไอเมียนตรงเศร้าได้ดีโยกสังสารจอมอย่างเตียนทรงพระทอพระบวรจัดในเวงหนึ่งแนวเจ็ดทองแนวสมัยตั้งในอังไว้สมัยพระกรมได้สองหมื่นสายสังกีทอดามใบตรยาวใจหนึ่งจำรันโกศลทอสมัยทบวจุกรตรยิรักเนียให้สมอายุยมเจจำกรุงกองทองเบียดายองพระเพทเวียตรงเทศนาจันตุกายจะภูมาคาเทเวียเนียเกียมันเตกาปอยยังโนอนุโมตันตุเจรังราคันตุสาสนังริเทวตาแต่งายกันเนียปกไปในเนยเลออากาศใดเวียนเสรีก่อนกำทรงอนุโมทเนียนุสติระบอบยมหายทรงช่วยทายตรงในศาสนาออกาเวนอากาสันทาจะภูมาทาเตเวียเนียเปียมันเตกาปัญญังโนอนุโมตันตุเจรังรักขันตุเรียเจียโนริเทวตานันเนียจังไลกันเนียปกไปในเนือเลออากาศใดเมียนเสรีดอนกำทรงอนุโมทเนียนัสติระบอบยมหายทรงช่วยทายตอมในเรียเจียออกาเวนอากาสัทธาจะภูมาทาเตเวียเนียเกียมันเตกาปอยยังโนอนุโมตันตุเจรังราคันตุเมียตาไปตัวเราวดานังเนียแต่งลายท่านเนียปกปานใดเนยเลออากาศใครเมียนเสรีดอนกำทรงอนุโมทเนียนัสติระบอบยมหายทรงด้วยทายตอมนักเมียตาไปดาแต่งลายออกตาเวนอากาสังทาจะภูมาทาเตเวียเนียเกียมันเตกาปัญญังโนอนุโมตันตุเจรังราคันตุอาจาริโยปเชียเยริเทวดานังเนียแต่งลายจัดเนียปกไปในเนยเลออากาศใครเมียเสรีก่อนกำทรงอนุโมทเนียนัสติระบอบยมหายทรงช่วยทายตอมในครูอาจารย์องค์ปเชียแต่งลายออกาเวนอากาสัทธาจะภูมาทาเตเวียเนียเกียมันเตกาปัญญังโนอนุโมตันตุเจรังราคันตุเยตยาวริเทว
តានឹងអ្នកទាំងឡាយខិតនៅនាពុផែនដីនៅលើអាកាសដីមានសេរីដ៏អន់តំសូមអនុមោទនានូវសទ្ធារបស់ខ្ញុំហើយសូមជួយថែទាំនៅអ្នកទាំងឡាយអកាលវេញអាកាសថាចពុមាថាទេវានាគាមហន្តេកាបញ្ញណោអនុមោទន្តុចេរងរខន្តុបាទេណោរិទេវតានឹងអ្នកទាំងឡាយដែលនៅនាពុផែនដីនៅលើអាកាសក្ដីមានសេរីដ៏អន់តំសូមអនុមោទនានូវសទ្ធារបស់ខ្ញុំហើយសូមជួយថែទាំនៅកុសលទាំងឡាយអកាលវេញាកាសន្តាចពុមាថាទេវានាគាមហន្តេកាបញ្ញណោអនុមោទន្តុចេរងរាខន្តុណោសទ្ធារិទេវតានឹងអ្នកទាំងឡាយខិតនៅនាពុផែនដីនៅលើអាកាសក្ដីមានសេរីដ៏អន់តំសូមអនុមោទនានូវសទ្ធារបស់ខ្ញុំហើយសូមជួយថែទាំនៅពួកខ្ញុំអកាលវេញយ៉ាងកិច្ចជាកុសលកម្មកាតាពាំងកិរិយ៉ាងមេមកាយេនវិចាននសាទេតសេសុខតាំងកតាំងយេសន្តាសញ្ញណោអត្តយេចសន្តាសញ្ញណោកតាំងបញ្ញបលំមៃហង្សាពេវិវិប្រវន្តទេយេតាំងកតាំងសវិតិកាំតាំងបញ្ញបលំមយាយេចតាំងខណជានន្តទេវិវន្តវានិវេកយំសាពេលោកកម្មយេសតាជីវន្តាហារហេតុកាមនុញ្ញំពុចនំសាពេលភន្តមមចេតសាទេសិលទានខ្ញុំធ្វើហើយព្រះគុណហើយសូមសញ្ចាអូទិផលនេណាដល់មេត្តាបិតាខ្ញុំជីដូននិងជីតាគ្រូអាចារ្យទាំងតូចធំញាតិមិត្តគ្រប់នីគុំមកជួបជុំទទួលផលដែលកូនចៅបានធ្វើនៅអំពើជាកុសលសូមទានឲ្យបានដល់ទូមណ្ឌលថ្ងៃយ៉ាងណាកុសលទាំងអស់នឹងសុទីពឹងនៅទេវតាដែលមានចិត្តមេត្តាដល់ផលឡាទាំងអស់នេះទៅជូនឲ្យខ្ញុំផងដោយបំណងកុំបីធ្វេងកូនចៅនៅឯណាមិនប្រហែលបញ្ជូនមកសូមមានចិត្តរីរាយឲ្យសប្បាយទទួលយកកូនចៅបានលៃលោកបញ្ជូនមកគ្រប់គ្រងគ្នាដើម្បីសោយកំសាន្តសូមឲ្យបានក៏សុខជាកូនចៅទាំងអស់គ្នាបានបូជាជួបទៅផងសូមឲ្យយើងទាំងឡាយសុខសប្បាយទាំងអស់គ្នាកុំឲ្យមានរោគារំទាំងញាតិសាច់សន្តានចូលខំប្រឹងប្រព្រឹត្តសាសច្រិនធ្វើឲ្យបានសពថ្ងៃសាសនាមានអំធ្វើទានសិលភាវនាកើតមកក្នុងលោកីទាំងប្រុសស្រីមានវាសនា
អត់មានគ្នាបានយាវាជាពុំអ្នកជាមិត្តចិត្តស្មោះសរមិនជាល្អគូពឹងពាក់ចំឡងផុតគ្រោះថ្នាក់ចាក់វត្តតាមសង្សារសិលទុំជាតួយានជាទៅដោយស្បៀងអាហារភាវនាដោយអាចារ្យថាថាដំរងផ្លូវទៅកាន់លោកខាងនេះយ៉ាងរីករាយមានសន្តិត្រូវសុខស្រួលក៏រៀងទៅពោបដៅគឺនាទីនមោទនីយើងទេវតាមានមែននៅវត្តយើងនេះបើមិនជឿខ្ញុំសាកមើលចាំថ្ងៃណាលោកមុនអត់ដេកម្នាក់ឯងនោះលឺឃើញ